សួស្តីអ្នកនរគ្នាអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំមានសំណួរមួយចង់សួរអ្នកនរគ្នាថាតើគ្នាធ្លាប់ជួបប្រទះមនុស្សស្រីដែលស្រស់ស្អាតយូរស្អាតតែម្ដងឬមួយក៏មនុស្សប្រុសដែលស្រស់សង្ហាល្បីប្រចាំថ្នាក់អីអញ្ចឹងណាពួកគាត់នឹងគឺអត់មានស្នេហាទេហើយអ្នកនរគ្នាតែងតែឆ្ងល់ថាហេតុអ្វីណោះស្រស់សង្ហាហើយស្អាតមើងមើលហ៎សងសាងមួយមិនបានអញ្ចឹងនៅក្នុងរឿងនេះនឹងប្រាប់អ្នកទាំងអស់គ្នានៅមូលហេតុអ្វីបានជាពួកគាត់នឹងអត់មានស្នេហាហើយធ្វើយ៉ាងម៉េចទើបពួកគាត់នឹងអាចមានស្នេហាបានបាទចង់ដឹងថាវាចម្លែកយ៉ាងណានោះសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងរឿងរបស់យើងបង្ហាញឲ្យឃើញតួប្រុសរបស់យើងដ៏ស្រស់សង្ហាដែលគាត់មានឈ្មោះថាតូវ៉ាហ្វូរីយ៉ាអញ្ចឹងតាំងពីហ្វូរីយ៉ាគាត់កើតចេញពីពោះម្ដាយរបស់គាត់មកគឺថាមនុស្សស្រីដែលនៅជុំវិញគាត់នឹងគឺចាប់អារម្មណ៍នឹងគាត់ស្រឡាញ់គាត់ទុកគាត់ដូចជា idol ក្នុងចិត្តរបស់ពួកគេអញ្ចឹងហើយទោះជាគាត់ធំពេញវ័យរៀននៅវិទ្យាល័យយ៉ាងម៉េចក៏ដោយក៏មនុស្សស្រីជាច្រើននឹងស្រឡាញ់នឹងចូលចិត្តគាត់ខ្លាំងដែរនិយាយទៅយើងមិនដឹងមូលហេតុច្បាស់ទេតែហេតុអ្វីបានជាមនុស្សស្រីទាំងអស់នោះចាប់អារម្មណ៍ចំពោះហ្វូរីយ៉ាខ្លាំងដល់ថ្នាក់នេះព្រោះសូម្បីតែគាត់ដេកក្នុងថ្នាក់ហៀទឹកមាត់អាក្រក់មើលមិនក៏ដោយក៏មនុស្សស្រីទាំងអស់នោះគិតថានោះគឺជារឿងដ៏គួរឲ្យស្រឡាញ់ដែរនៅថ្ងៃមួយនឹងមិត្តភ័ក្តិរបស់ហ្វូរីយ៉ាមួយនឹងមានសង្សារអញ្ចឹងហ្វូរីយ៉ាក៏បានប្រាប់មិត្តភ័ក្តិប្រុសរបស់គាត់ដទៃទៀតថាឲ្យពួកគេនឹងព្យាយាមទៅដើម្បីរកសង្សារបាននឹងគេមួយហើយមិត្តភ័ក្តិប្រុសដទៃទៀតគិតថាមិនក៏ហ្វូរីយ៉ានិយាយអញ្ចឹងពួកគេក៏បានតបទៅហ្វូរីយ៉ាវិញថាអញ្ចេះមិនក៏ឯងនិយាយអញ្ចឹងហ្វូរីយ៉ាតើតាំងពីតូចរហូតដល់ធំនឹងឯងធ្លាប់មានសង្សារឬអត់បាទគ្រាន់តែនិយាយអញ្ចឹងភ្លាមហ្វូរីយ៉ារបស់យើងគាត់ក៏ចាប់ផ្ដើមគិតនិយាយទៅគាត់មានមនុស្សស្រីចាប់អារម្មណ៍គាត់ច្រើនមែនប៉ុន្តែគាត់អត់ធ្លាប់មានសង្សារទេមូលហេតុអីបន្តមកនឹងមិត្តភ័ក្តិរបស់ហ្វូរីយ៉ានឹងបានប្រាប់ហ្វូរីយ៉ាថាតាមពិតនឹងហ្វូរីយ៉ាជាប្រភេទមនុស្សប្រុសដែលមនុស្សស្រីជាច្រើននឹងចូលចិត្តស្រឡាញ់ប៉ុន្តែពួកគេនោះអត់ចង់បានហ្វូរីយ៉ាជាគូសង្សារទេនិយាយឲ្យងាយយល់គឺហ្វូរីយ៉ាប្រៀបដូចជា idol អញ្ចឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាដែលមាន fan K-pop មានអីហ្នឹងជួនកាលយើងចូលចិត្ត idol អ្នកនឹងមែនប៉ុន្តែយើងមិនមែនចង់បានគាត់យកមកធ្វើប្តីគ្រប់គ្នាទេគឺគ្រាន់តែជាការស្រឡាញ់ការចូលចិត្តម្នាក់នឹងតែប៉ុណ្ណោះអញ្ចឹងហ្វូរីយ៉ាគឺស្ថិតនៅក្នុងប្រភេទបរិបបែបនោះតែហ្វូរីយ៉ារបស់យើងនឹងគាត់ច្បាស់ណាស់ថាគាត់នឹងគឺជាមនុស្សប្រុសមានមន្តស្នេហ៍អញ្ចឹងគាត់ក៏បានអួតក្អេងក្អាងជាមួយនឹងមិត្តភ័ក្តិប្រុសរបស់គាត់ថាពួកឯងចាំមើលណាយើងចង់បាននរណាធ្វើជាសង្សាររបស់យើងក៏បានដែរក្នុងសាលានេះឥឡូវនេះយើងឃើញថាហ្វូរីយ៉ាគាត់កំពុងតែសម្លឹងមើលមនុស្សស្រីដែលគាត់នឹងចូលចិត្តនិយាយទៅអត់ដឹងមនុស្សស្រីដែលគាត់ចូលចិត្តទេប៉ុន្តែពេលដែលគាត់លេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់សុកទៅគាត់ក៏បានប្រទះឃើញតួស្រីម្នាក់ទៀតដែលនាងមានឈ្មោះថាមីសូណូមីវ៉ាគ្រាន់តែហ្វូរីយ៉ារបស់យើងបានឃើញម្នាក់ស្រីនេះភ្លាមគឺគាត់ចាប់អារម្មណ៍ចំពោះនាងផ្លែតប៉ុន្តែគឺគេមានរឿងចចាមអារម្មណ៍ថាម្នាក់ស្រីឈ្មោះមីសូណូនេះក៏ជាស្រីស្អាតប្រចាំសាលាដែរប៉ុន្តែមនុស្សប្រុសណាសារភាពជាមួយនាងគឺត្រូវបាននាងបដិសេធជាមុនជានិច្ចអញ្ចឹងហ្វូរីយ៉ាគាត់ចង់បង្ហាញឥទ្ធិពលប្រុសស្អាតរបស់គាត់នឹងទៅកាន់មិត្តភ័ក្តិរបស់គាត់ដទៃទៀតគាត់ក៏បានទៅសុំស្នេហ៍មីសូណូបាទអញ្ចឹងអ្នកទាំងអស់គ្នានេះគឺជាមីសូណូនាងពិតជាស្រស់ស្អាតមែនទែនមុខនាងគឺខ្ជូតតែម្ដងអញ្ចឹងហ្វូរីយ៉ាគាត់ក៏បានបង្ហាញឥទ្ធិពលប្រុសស្អាតរបស់គាត់ដោយគាត់និយាយថាគាត់នឹងស្រឡាញ់នាងចាប់អារម្មណ៍នាងយូរហើយគាត់ចង់បាននាងធ្វើជាសង្សារអញ្ចឹងហ្វូរីយ៉ាគាត់គិតថាម្នាក់ស្រីនេះប្រហែលជាសប្បាយចិត្តខ្លាំងហើយពេលឃើញខ្ញុំសារភាពអញ្ចឹងប៉ុន្តែខុសការពិតជាក់ស្ដែងតែម្ដងអ្នកទាំងអស់គ្នាមីសូណូនឹងក៏បានតបទៅវិញថាណែលោកឯងឈួតទេមកសារភាពអីភ្លីភ្លើអញ្ចឹងនេះបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថាហ្វូរីយ៉ារបស់យើងនឹងគឺបរាជ័យរឿងសារភាពស្នេហ៍លើកដំបូងរបស់គាត់ហើយអញ្ចឹងមិត្តភ័ក្តិរបស់ហ្វូរីយ៉ានឹងក៏បានលើកទឹកចិត្តមិត្តភ័ក្តិរបស់ខ្លួនហើយបង្កើតជាក្រុមបរោះនៅស៊ីនអីចឹងទៅដើម្បីស្វែងរកសង្សារម្នាក់មួយអញ្ចឹងណាអញ្ចឹងពួកគេក៏បានធ្វើការស្រាវជ្រាវថាធ្វើយ៉ាងណាដើម្បីរកសង្សារឲ្យបានលឿនហើយចំពោះតតងមីសូណូនឹងបោះបង់ចោលទៅប៉ុន្តែអត់ទេអ្នកទាំងអស់គ្នាហ្វូរីយ៉ាគឺគាត់នៅតែតស៊ូដើម្បីបានមីសូណូធ្វើជាសង្សាររបស់ខ្លួននឹងឲ្យបានអញ្ចឹងនៅថ្ងៃបន្តទៀតនឹងគាត់ក៏បានទៅសារភាពម្ដងទៀតតែជួនជាចៃដនអីវិញក៏បានតាក់ជើងដួលទៅលើមីសូណូអញ្ចឹងមីសូណូក៏បានសួរថាណែហ្វូរីយ៉ាតើលោកចូលចិត្តខ្ញុំឬមួយក៏គ្រាន់តែចង់បានខ្ញុំជាសង្សារធម្មតាទេហើយហ្វូរីយ៉ានឹងគាត់រៀងភ័យខ្លាំងមែនទែនដល់នេះដល់ពេលគាត់នៅក្បែរមីសូណូខ្លាំងពេកអញ្ចឹងណាអញ្ចឹងគាត់ក៏ឆ្លើយអត់រួចដូច្នេះមីសូណូក៏បាននិយាយថាលោកឯងនេះពិតជាអត់ប្រយោជន៍មែនបន្ទាប់ពីនោះការបដិសេធរបស់មីសូណូនេះកាន់តែធ្វើឲ្យហ្វូរីយ៉ារបស់យើងនឹងកាន់តែខ្មាស់គេទៅហើយប៉ុន្តែមិត្តភ័ក្តិរបស់ហ្វូរីយ៉ូទាំងអស់ក៏បានសហការគ្នារកវិធីបន្តទៀតអញ្ចឹងវិធីបន្តគឺធ្វើយ៉ាងណាជួបមីសូណូនឹងឲ្យបានចៃដន្យអញ្ចឹងហើយហ្វូរីយ៉ាក៏បានឡើងទៅលើឡានក្រុងមួយដែលមីសូណូតែងតែជិះហ្វូរីយ៉ាគាត់ធ្វើយ៉ាងណាក៏ដោយនឹងឲ្យមានអារម្មណ៍ថាវាគឺជារឿងចៃដន្យប៉ុន្តែនឹងគាត់តែងតែលួចមើលមីសូណូហើយក្នុងកំឡុងពេលនោះយើងក៏ឃើញថាមីសូណូនឹងមិនមែនជាមនុស្សស្រីធម្មតាទេត្បិតតែគាត់អត់សូវនិយាយនៅក្នុងថ្នាក់រៀនមែនប៉ុន្តែគាត់ជាមនុស្សស្រីម្នាក់ដែលជួយចិត្តជួយអ្នកដទៃណាព្រោះគាត់ឃើញមនុស្សពោះធំម្នាក់នឹងឈរអញ្ចឹងទៅស្រាប់តែមានបរិបម្នាក់ទៅដើមកន្លែងមនុស្សស្រីពោះធំហ្នឹងអញ្ចឹងមីសូណូក៏បានស្ដីឲ្យបរិបម្នាក់នោះហើយឲ្យបរិបម្នាក់នោះនឹងចេញដើម្បីឲ្យម្នាក់ស្រីពោះធំនេះគាត់អង្គុយកន្លែងហ្នឹងអញ្ចឹងចំណុចនេះក៏បានធ្វើឲ្យហ្វូរីយ៉ារបស់យើងកាន់តែចាប់អារម្មណ៍ចំពោះមីសូណូហើយអញ្ចឹងវិធីបន្តបើសិនជាខាងមីសូណូមានបញ្ហាអីហ្នឹងគឺហ្វូរីយ៉ារបស់យើងទៅតែជួយហើយវាដូចជាការរៀបចំមែនអ្នកនរគ្នាអាប៉ែម្នាក់ដែលមីសូណូរបស់យើងស្ដីឲ្យហ្នឹងស្រាប់តែរករឿងមីសូណូមែនអញ្ចឹងឯងហ្វូរីយ៉ាគាត់ក៏ទៅជួយតែគាត់មិនដឹងជួយរបៀបមិនទេសែកវេវោចឹងហើយក៏ហក់បុកអាប៉ែហ្នឹងចឹងទៅអត់ចេះវាយគ្នាដល់អញ្ចឹងអាប៉ែហ្នឹងក៏បានវាយហ្វូរីយ៉ារបស់យើងហ្នឹងយ៉ាងដំណំមីសូណូក៏បានទេទៅហៅប៉ូលីសឲ្យជួយរួចហើយអាប៉ែហ្នឹងក៏បានរត់ចាក់ចេញពីហ្នឹងទៅចំណែកឯហ្វូរីយ៉ារបស់យើងហ្នឹងគឺរងរបួសពិតប្រាកដមែនបាទមិនមែនលេងសើចទេព្រោះស្អែក
ឡើងនឹងមិត្តភក្តិរបស់ Furuya ភ្ញាក់ផ្អើលមែនទែនមិននឹកស្មានថា Furuya ក្លាហានដល់ថ្នាក់នេះជួនជាចៃដល់អ្វីមីសូណូនឹងនៅពីក្រោយហើយញញឹមយ៉ាងស្រស់ប្រឹមប្រិយតែម្ដង Furuya របស់យើងស្មានតែមីសូណូចាប់អារម្មណ៍ចំពោះខ្លួនតែអត់ទេមីសូណូនាងបានញញឹមដាក់លោកគ្រូគំនូម្នាក់ដែលគាត់មានឈ្មោះថា Masaki អញ្ចឹង Furuya ក៏បានសម្លឹងឃើញទឹកមុខរបស់មីសូណូហើយមីសូណូហាក់ដូចជាស្រឡាញ់លោកគ្រូនឹងមិនដឹងទេដូច្នេះរឿងនេះបានធ្វើឲ្យ Furuya របស់យើងកាន់តែពិបាកចិត្តទៅហើយព្រោះអីមិនដឹងថាមីសូណូនឹងអាចនឹងយកភ្នែកមើលមកខ្លួនឬមួយក៏អត់ទេចំណែកមិត្តភក្តិរបស់ Furuya វិញពួកគេនឹងបែរជាចាប់អារម្មណ៍ចំពោះចិត្តរបស់ Furuya ព្រោះឯពួកគេគិតថាបើកាលណា Furuya គាត់បរាជ័យរឿងសារភាពស្នេហ៍ចំពោះមីសូណូតិច Furuya លងស្នេហ៍ចំពោះមីសូណូមែនទៅប៉ុន្តែ Furuya គាត់នៅតែព្យាយាមបដិសេធកុំឲ្យគេចាប់អារម្មណ៍គាត់ថាអត់ទេខ្ញុំគ្រាន់តែចង់ញ៉ែនាងឲ្យឈ្នះតែប៉ុណ្ណោះព្រមនោះ Furuya របស់យើងក៏បានប្រទះឃើញមីសូណូយកកតាបចេញពីថ្នាក់ខ្លួនក៏ចាប់ផ្ដើមទះសារចង់ដើរជាមួយនាងអញ្ចឹងណាហើយមិត្តភក្តិនឹងក៏ឆ្ងល់អាប៉ែ Furuya ហ្នឹងមិនវិញតិចស្រឡាញ់គេមែនទៅចំណែកឯ Furuya បានតាមនិយាយជាមួយនឹងមីសូណូរហូតដល់ផ្ទះស្នាក់នៅរបស់នាងហើយគាត់នឹងក៏បានតាំងចិត្តថាគាត់នឹងតាមញ៉ែនាងឲ្យបានជោគជ័យតែជួនជាចៃដល់អ្វីក៏គាត់ជាត់ដៃទៅលើប្រអប់ដាក់សម្បត្តិនឹងទៅវាក៏បានធ្លាក់ចុះមកខាងក្រោមមិញបរោះសង្ហាឡើយទៅជាបរោះលាក់ឡក់វិញមីសូណូក៏បាននិយាយថាមិនបាច់ខ្វល់ទេចាំខ្ញុំប្រាប់ម្ចាស់ផ្ទះឲ្យជួសជុលឲ្យបន្ទាប់ពីនោះ Furuya ក៏បានត្រឡប់មកផ្ទះរបស់ខ្លួនវិញបាននិយាយទៅគ្រួសាររបស់ Furuya នឹងជាគ្រួសារអ្នកមានដែរហើយគ្រួសាររបស់គាត់នឹងសប្បាយរីករាយរាល់ថ្ងៃអញ្ចឹងពេលនេះគឺគាត់មកយកប្រដាប់ប្រដាជួសជុលផ្សេងនឹងមកដាក់ប្រអប់សម្បត្តិនោះឲ្យមីសូណូវិញពេលដែលវាយដៃអញ្ចឹងទៅសាប់តែមីសូណូមកពីក្រោយធ្វើឲ្យ Furuya របស់យើងនឹងភ្ញាក់វាយចំដៃរបស់គាត់នឹងយ៉ាងឈឺចាប់ដូច្នេះហើយមីសូណូក៏បានហៅ Furuya ឡើងទៅលើផ្ទះរបស់នាងដើម្បីព្យាបាលរបួសហើយនាងក៏បានបញ្ជាក់ Furuya ថាហ្នឹងហើយខ្ញុំឲ្យលោកឡើងមកផ្ទះខ្ញុំនេះគឺដើម្បីព្យាបាលរបួសទេណាកុំគិតអីផ្ដេសផ្ដាសបន្តមកនឹង Furuya ក៏សួរថាតើនាងទៅមកពីណាយប់ម៉េះមីសូណូក៏បានតបទៅវិញថានាងធ្វើការពេលយប់គឺម៉ោង 9 បាននាងបានចេញហើយ Furuya បាននិយាយថាចុះម៉ាក់ប៉ារបស់នាងអត់ស្ដីឲ្យទេហើយធ្វើការយប់ចូលពេលអញ្ចឹងមីសូណូក៏បានតបទៅវិញថាអត់ទេពួកឯងគាត់ធ្វើការរហូតដល់ព្រឹកឯណោះអញ្ចឹងបើតាមស្ដាប់ទៅក្រុមគ្រួសាររបស់ Furuya ហាក់ដូចជាមិនសូវជាស្រួលប្រហែលទេប្រហែលជាពិបាកដែរខាងជីវភាពបន្តមកនឹងមីសូណូក៏បានយកម្ហូបអាហារតិចតួចនំប៉័ងឯហ្នឹងដែលនាងយកពីកន្លែងធ្វើការរបស់នាងមកហូបអញ្ចឹងនាងក៏បានបបួល Furuya មកហូបជាមួយខ្លួនដែរអញ្ចឹងក្នុងកំឡុងពេលហូបនោះយើងមីសូណូរបស់យើងគឺនាងស្ងាត់តែម្ដងអត់សូវមាត់នោះទេចំណែកឯ Furuya គាត់ហាក់ដូចជាសប្បាយចិត្តពេកគាត់និយាយច្រើនអញ្ចឹងមីសូណូក៏បាននិយាយថា Furuyaស្ងាត់ទៅគិតតែរឿងហូបទៅមិនក៏និយាយច្រើនម្លេះអញ្ចឹង Furuya របស់យើងគាត់មិនដឹងមិនគាត់ក៏បាននៅស្ងៀមទៅបន្តមក Furuya ក៏បានសម្លឹងឃើញរូបគំនូរយ៉ាងស្រស់ស្អាតមួយគាត់ក៏បានសួរថានរណាគូអញ្ចឹងមីសូណូក៏បានតបទៅវិញថាឪពុករបស់នាងជាអ្នកគូប៉ុន្តែគាត់បានស្លាប់ទៅហើយតាំងពីនាងអាយុ 9 ឆ្នាំមកម្លេះអញ្ចឹង Furuya គាត់ក៏និយាយថាប្រហែលជាជីវិតនាងពិបាកហើយមីសូណូហើយមីសូណូក៏បានតបទៅវិញថាម្ដាយរបស់ខ្ញុំក៏ពិបាកមិនលើសពីខ្ញុំប្រហែលដែរមិនស្រួលពិបាកជាងខ្ញុំផងបន្តមកនោះ Furuya ក៏បន្តនិយាយទៀតក៏គាត់សួរថាសូណូតើនាងនៅតែម្នាក់ឯងអញ្ចឹងមិនឯកាទេឬហើយនាងមិនគិតរកមិត្តភក្តិរកអីមកលេងនៅផ្ទះកុំឲ្យស្ងាត់អញ្ចឹងអីគ្រាន់តែលឺសូរអញ្ចឹងភ្លាមមីសូណូនាងក៏បានប្រមូលនំប៉័ងមកវិញទាំងអស់ហើយនាងក៏បាននិយាយថាគ្មាននរណាចង់បានមិត្តភក្តិដើរលេងកណ្ដាលយប់បែបនេះទេលោកមិនបាច់ចេះរឿងខ្ញុំឡើយហើយលោកកុំគិតថាជីវិតរបស់ខ្ញុំបែបនេះគឺជាជីវិតឯកាតែអញ្ចឹងមីសូណូនាងរៀងដូចជាខឹងខ្លាំងនាងក៏បានដេញ Furuya ចេញពីផ្ទះរបស់ខ្លួនទៅ Furuya ក៏បានដើរចេញពីផ្ទះនោះទាំងកំសត់ហើយក៏បានមកដល់ផ្ទះគាត់អញ្ចឹងឃើញថាឪពុកម្ដាយរបស់គាត់បាត់តែនៅ2នាក់មែនតែពួកគាត់ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់អញ្ចឹងហើយ Furuya គាត់ក៏មានគោលបំណងមួយប្រាប់ឪពុកម្ដាយរបស់ខ្លួនបានមិនដឹងថាគោលបំណងគឺជាអ្វីនោះទេលុះព្រឹកឡើងពេលដែលមីសូណូនាងភ្ញាក់មកនោះក៏ឃើញថាម្ដាយរបស់នាងអត់ទាន់មកផ្ទះទេនាងក៏បានចេញមកមាត់បង្អួយបន្តិចក៏ស្ដាប់តែបន្ទះឃើញថា Furuya របស់យើងនឹងគាត់បានរើផ្ទះមកនៅជិតនាងភ្លាមតែម្ដងចំណែកឯមីសូណូគ្រាន់តែឃើញបែបនោះភ្លាមនាងមិនដឹងធ្វើអ្វីទេនាងក៏បានរត់ចូលទៅក្នុងផ្ទះទាំងដែលមិនបាននិយាយអ្វីមួយម៉ាត់ដែលធ្វើឲ្យ Furuya របស់យើងនឹងគាត់កាន់តែឆ្ងល់ទៀតហើយពេលដែលមកដល់ថ្នាក់រៀនមិត្តភក្តិរបស់ Furuya ក៏ដឹងថា Furuya ផ្លាស់ប្ដូរមកនៅផ្ទះថ្មីតែម្នាក់ឯងអញ្ចឹងពួកគេក៏បានឲ្យសៀវភៅទស្សនាវដ្តីរូបស្រីស្អាតខ្លះនឹងឲ្យ Furuya របស់យើងនឹងទុកមើលព្រាមនោះមីសូណូក៏បានដើរចូលមកនឹង Furuya ក៏បានសម្ដែងថាគាត់ចូលចិត្តមើលសៀវភៅអញ្ចឹងទេប៉ុន្តែមីសូណូនឹងហាក់ដូចជាមិនចាប់អារម្មណ៍អ្វីនោះឡើយបន្តពីនោះក៏ស្រាប់តែលោកគ្រូ Masaki នឹងចូលមកដល់ពេលដែលលោកគ្រូនឹងមកដល់ភ្លាមស្រាប់តែមីសូណូរបស់យើងបង្ហាញទឹកមុខស្រឡាញ់លោកគ្រូនឹងផ្លែតសកម្មភាពបែបនេះបានធ្វើឲ្យ Furuya របស់យើងនឹងហាក់ដូចជាប្រច័ណ្ឌខ្លាំងណាស់លុះថ្ងៃបន្ទាប់យើងក៏ឃើញថា Furuya របស់យើងកំពុងតែដេកលេងសុកសុកក៏ស្រាប់តែលឺសូរនរណាម្នាក់នឹងគោះទ្វារផ្ទះមីសូណូនឹងមួយទំហឹង Furuya គាត់ក៏បានទៅពិនិត្យមើលហើយក៏ឃើញថាមានអ្នកទាបបំណុលលានឹងគឺមកដល់មុខផ្ទះតែម្ដងអញ្ចឹង Furuya បារម្ភចំពោះមីសូណូមែនទែនខ្លួនក៏បានហក់តាមបង្អួចទៅជួយនាងពេលដែលហៅនាងចេញមកខាងក្រៅនឹងមីសូណូនាងអត់ព្រមទៅទេព្រោះមិនចង់បានជំនួយពី Furuya ឡើយប៉ុន្តែ Furuya គាត់បង្ហាញទឹកមុខមួយដែលគាត់នឹងចង់ជួយនាងពិតប្រាកដមែនអញ្ចឹងហើយមីសូណូនឹងក៏បានហក់តាមបង្អួចនឹងមកជាមួយនឹង Furuya ប៉ុន្តែម្ចាស់បំណុលហាក់ដូចជាដឹងដូច្នេះពួកគេក៏បានទម្លុះទ្វាររបស់ Furuya នឹងចូលមករួចក៏ឃើញមីសូណូនៅទីនោះអញ្ចឹងហើយម្ចាស់បំណុលនឹងក៏ចង់ចាប់មីសូណូទៅដើម្បីទារលុយអញ្ចឹងណាប៉ុន្តែយើងឃើញថា Furuya គាត់ហាក់ដូចជាភ័យខ្លាចមែនទែនប៉ុន្តែគាត់នៅតែការពា
ពាមីសូណូអញ្ចឹងម្ចាស់បំណុលគាត់រៀងយល់ដែរគាត់នឹងក៏បាននិយាយថាមិនអីទេចាំថ្ងៃក្រោយចាំយើងមកទៀតបន្ទាប់ពីម្ចាស់បំណុលចេញទៅអញ្ចឹងមីសូណូនាងក៏ចង់ចាក់ចេញពីផ្ទះនោះដែរតែហ្វូរីយ៉ាចាប់ដៃជាប់ហើយក៏បានបបួលមីសូណូនឹងហូបអីមីសូណូនាងអត់ឆ្លើយតបអ្វីទេនាងក៏បានចេញទៅខាងក្រៅអញ្ចឹងហ្វូរីយ៉ារបស់យើងនឹងគាត់ក៏រៀងអន់ចិត្តតែអត់ទេមីសូណូនាងទៅយកនំប៉័ងរបស់នាងមកហើយពួកគេនឹងក៏អង្គុយហូបអីជាមួយគ្នាយ៉ាងសប្បាយរីករាយលុះថ្ងៃស្អែកហ្វូរីយ៉ារបស់យើងនឹងគាត់សប្បាយចិត្តណាស់គាត់ក៏យកគ្រឿងដែលគាត់អង្គុយហូបអីជាមួយនឹងមីសូណូនឹងមកប្រាប់មិត្តភក្តិរបស់ខ្លួនអញ្ចឹងណាហើយពេលហ្នឹងគឺជាថ្នាក់រៀនគូគំនូអញ្ចឹងហ្វូរីយ៉ាក៏ប្រទះឃើញមីសូណូគាត់នឹងក៏ស្រែកសួរប៉ុន្តែមីសូណូហាក់ដូចជាមិនចាប់អារម្មណ៍នោះទេភ្លាមនោះលោកគ្រូម៉ាសាគីនឹងក៏បានឈរពីក្រោយមីសូណូតោះអញ្ចឹងទឹកមុខរបស់មីសូណូបែរជាសើចសប្បាយរីករាយពេលដែលបាននៅក្បែរលោកគ្រូនឹងទៅវិញបន្ទាប់ពីនោះលោកគ្រូម៉ាសាគីក៏បានដើរមកដល់កន្លែងគូរបស់ហ្វូរីយ៉ាប៉ុន្តែគំនូរបស់ហ្វូរីយ៉ាហាក់ដូចជាអាក្រក់ខ្លាំងមែនទែនអញ្ចឹងលោកគ្រូក៏និយាយថាហ្វូរីយ៉ាអើយគូអាក្រក់ខ្លាំងណាស់ជួយមិនបានទេអញ្ចឹងបងអូនឯងមានតែមករៀនជាមួយលោកគ្រូបន្ថែមមកពេលដែលបងអូនឯងបញ្ចប់ថ្នាក់សិក្សាពេលថ្ងៃហ្នឹងបន្ទាប់មកនៅពេលល្ងាចហ្នឹងហ្វូរីយ៉ាក៏មករៀនគូរូបន្ថែមទៀតហើយក្នុងកំឡុងពេលនោះហ្វូរីយ៉ាគាត់ហាក់ដូចជាក្លាហានខ្លាំងមែនទែនទាំងអស់គ្នាគាត់នឹងបានសួរលោកគ្រូម៉ាសាគីចំតែម្ដងថាតើលោកគ្រូចូលចិត្តមីសូណាឬមួយក៏អត់អញ្ចឹងលោកគ្រូម៉ាសាគីគាត់ក៏ឆ្លើយភ្លាមតែម្ដងថាគាត់ចូលចិត្តមីសូណូប៉ុន្តែមិនមែនចូលចិត្តក្នុងលក្ខណៈគូស្នេហ៍ទេគឺចូលចិត្តលក្ខណៈគ្រូនិងសិស្សប៉ុណ្ណោះបាទអញ្ចឹងហ្វូរីយ៉ារបស់យើងគាត់រៀងធូរចិត្តបន្តិចក្រោយមកហ្នឹងស្រាប់តែមីសូណូចូលមករៀនគូរូបន្ថែមទៀតដែរអញ្ចឹងបន្ទាប់ពីរៀនគូរូរួចយើងឃើញថាហ្វូរីយ៉ាបានដើរមកជាមួយនឹងមីសូណូក្នុងឱកាសនោះហ្វូរីយ៉ាក៏បានសួរមីសូណូថាតើនាងជួយចិត្តគូរូខ្លាំងណាស់មែនទេមីសូណូក៏បានតបទៅវិញថានាងមានគោលបំណងក្នុងការបន្តការសិក្សាទៅក្រៅប្រទេសដើម្បីសិក្សាទាក់ទងការគូរូអញ្ចឹងប៉ុន្តែនាងគ្មានលុយទេដូច្នេះហើយនាងទៅតែព្យាយាមធ្វើយ៉ាងណាសិក្សាការគូគំនូឲ្យបានល្អឥតខ្ចោះទើបនាងអាចទទួលអាហារូបករណ៍បានបន្តមកនឹងហ្វូរីយ៉ារបស់យើងគាត់មានអារម្មណ៍ស្ងើចសរសើរចំពោះមីសូណូមែនទែនពួកអីមីសូណូនាងមានគោលដៅជីវិតរបស់នាងច្បាស់លាស់ខ្លាំងណាស់ចំណែកគាត់មិនគឺអត់ទាន់មាននោះទេមីសូណូក៏បានបន្តទៀតថានាងពិតជាអរគុណលោកគ្រូម៉ាសាគីមែនទែនដោយសារតែលោកគ្រូបានជួយនាងគូរូបជួយបង្រៀនគ្រប់បែបយ៉ាងទាំងអស់តែម្ដងចំណែកឯហ្វូរីយ៉ាមិនដឹងជាមូលហេតុអ្វីទេគឺគាត់បែរជាមានការប្រច័ណ្ឌទៅវិញបន្តពីនោះហ្វូរីយ៉ារបស់យើងនឹងគាត់លែងមានការខ្មាស់អៀនអ្វីទៀតហើយគាត់ក៏សម្រេចចិត្តយករឿងដែលគាត់លងស្នេហ៍ជាមួយនឹងមីសូណូមកប្រាប់មិត្តភក្តិរបស់គាត់តែអ្វីដែលសំខាន់គឺមីសូណូបានលងស្នេហ៍ជាមួយលោកគ្រូម៉ាសាគីបាត់ទៅហើយលោកគ្រូម៉ាសាគីនឹងគឺជាគូប្រជែងស្នេហារបស់ហ្វូរីយ៉ូដ៏អស្ចារ្យនិយាយទៅហ្វូរីយ៉ូរបស់យើងអត់មានចំណុចល្អដូចលោកគ្រូម៉ាសាគីនោះទេប៉ុន្តែក្រុមមិត្តភក្តិរបស់ហ្វូរីយ៉ូអត់មានសើចំអកឲ្យហ្វូរីយ៉ូទេហើយពួកគេក៏ព្យាយាមរកវិធីដើម្បីជួយហ្វូរីយ៉ូឲ្យសារភាពប្រាប់មីសូណូថាខ្លួននឹងស្រឡាញ់នាងអញ្ចឹងពួកគេក៏នឹកឃើញ study trip អញ្ចឹងនៅសាលារៀនបន្តិចទៀតនឹងមាន study trip ហើយនេះគឺជាឱកាសល្អសម្រាប់ហ្វូរីយ៉ារបស់យើងនៅតែពីរអ្នកមីសូណូឲ្យសារភាពប្រាប់នាងក្នុងកំឡុងពេលនោះយើងក៏ឃើញថាម្ចាស់បំណុលរបស់មីសូណូនៅកន្លែងនឹងដែរហើយគាត់បានស្ដាប់ឮគម្រោងរបស់ហ្វូរីយ៉ាទាំងអស់លុះយប់ឡើងនឹងហ្វូរីយ៉ាក៏បានយកម្ហូបអាហាររបស់ខ្លួនដែលម្ដាយផ្ញើមកឲ្យនឹងមកហូបជាមួយនឹងមីសូណូយ៉ាងសប្បាយរីករាយហើយក៏លាងចានជាមួយគ្នាទៀតបន្ទាប់ពីនោះហ្វូរីយ៉ាក៏បាននិយាយតាក់ទងនឹងរឿង study trip ប៉ុន្តែមីសូណូក៏បានតបទៅវិញថានាងមិនចង់ចូលរួមកម្មវិធីនោះទេដែលធ្វើឲ្យហ្វូរីយ៉ារបស់យើងនឹងបានខកចិត្តតែម្ដងខំរៀបចំគម្រោងចំណែកឯមីសូណូរបស់យើងវិញនាងនៅតែបន្តព្យាយាមគូគំនូដើម្បីធ្វើយ៉ាងណាឲ្យដោយឪពុករបស់នាងអញ្ចឹងណាបន្ទាប់មកនឹងនាងគូយ៉ាងម៉េចក៏មិនដូចដែរដូច្នេះលោកគ្រូម៉ាសាគីក៏បានមកប្រាប់នាងថាប្អូនមិនចាំបាច់គូគំនូយ៉ាងណាឲ្យដូចឪពុករបស់ប្អូនទេប្អូនត្រូវតែគូគំនូយ៉ាងណាតាមរបៀបរបស់ប្អូនពីដូចជីវិតរបស់យើងអញ្ចឹងយើងមិនគួរណាប្រើជីវិតរបស់យើងឲ្យដូចអ្នកដទៃទេយើងគួរតែប្រើជីវិតរបស់យើងតាមរបៀបរបស់យើងលុះលៀងរងាវបន្តិចយើងឃើញថាហ្វូរីយ៉ារបស់យើងនឹងបានត្រឡប់មកផ្ទះវិញហើយក៏ប្រទះឃើញថាមេបំណុលនឹងបានមកទារលុយមីសូណូទៀតហើយប៉ុន្តែមីសូណូឲ្យលុយគេមិនគ្រប់គ្រាន់នោះទេប៉ុន្តែម្ចាស់បំណុលហាក់ដូចជានិយាយថាមិនអីទេយើងត្រឡប់ទៅវិញទៅពេលដែលគាត់ចុះមកនឹងគាត់ក៏បានដឹងថាអប៉ែហ្វូរីយ៉ានឹងកំពុងតែលាក់ខ្លួនអញ្ចឹងហើយម្ចាស់បំណុលនឹងក៏បានចាប់ហ្វូរីយ៉ារបស់យើងនឹងមកនិយាយគ្នាដូច្នេះហ្វូរីយ៉ាក៏បានសួរម្ចាស់បំណុលថាហេតុអ្វីបានជាម្ដាយរបស់មីសូណូនឹងជំពាក់បំណុលគេខ្លាំងម្ល៉េះអញ្ចឹងដើមឡើយនៃរឿងនឹងគឺដោយសារតែឪពុករបស់មីសូណូនឹងគាត់មានជំងឺធ្ងន់ធ្ងរខ្លាំងមែនទែនអញ្ចឹងហើយម្ដាយរបស់មីសូណូនឹងមិនដឹងធ្វើយ៉ាងណាទេមានតែខ្ចីលុយគេដើម្បីព្យាបាលប្តីរបស់ខ្លួនប៉ុន្តែនរណាទៅដឹងប្តីរបស់នាងបែរជាស្លាប់មុនការកំណត់របស់លោកគ្រូពេទ្យអញ្ចឹងហើយធ្វើឲ្យបំណុលរបស់ម្ដាយមីសូណូនឹងកាន់តែច្រើនទៅដែលបង្ខំឲ្យគាត់នឹងជាមនុស្សស្រីដែលមានកូនស្រីម្នាក់នឹងព្យាយាមរកស៊ីប៉ុន្តែរកម្នាក់ឯងធ្វើយ៉ាងណាក៏សងបំណុលគេមិនរួចដែរអញ្ចឹងហើយបានម្ដាយរបស់មីសូណូបានជាទាល់ច្រកមកខ្ចីលុយមនុស្សប្រភេទដូចជាម្ចាស់បំណុលនេះបាទម្ចាស់បំណុលគឺជាអ្នកឲ្យខ្ចីបែបគេហៅថាកាចហើយដល់ម្ដាយធ្វើយ៉ាងណាសងមិនរួចកូនស្រីក៏បានព្យាយាមជួយស្វែងរកលុយដើម្បីសងឲ្យម្ដាយដែរទៅអញ្ចឹងហើយទើបហ្វូរីយ៉ារបស់យើងបានដឹងថាអូមូលហេតុនេះសោះបានជាមីសូណូមិនព្រមទៅ study trip បាននិយាយទៅម្ចាស់បំណុលមើលទៅក៏ចិត្តល្អដែរអ្នកនរគ្នាតែដោយសារតែគាត់មានទូនាទីជាអ្នកទារលុយគេបើសិនជាគាត់អាណិតគេគាត់ជាក្រខ្លួនឯងអញ្ចឹងគាត់មិនអាចជួយបានឡើយតែចំពោះហ្វូរីយ៉ារបស់យើងវិញគឺគាត់មានគោលបំណងផ្សេងមិនដឹងថាគាត់នឹងចង់ធ្វើរឿងអីនោះទេអញ្ចឹងបន្តពីថ្ងៃនោះទៅហ្វូរីយ៉ាមិនបានមកហូបអាហារជាមួយនឹងមីសូណ
โน่บรรทอติดไล่แต่กวาดบามชียมเฟื่องมาโฮบออยมีโซโน่จีเรียงรอดไงแต่สกัดมาเพียบนี้บานเฟื่องออยมีโซโน่มีอารมณ์แท้เนียงมันเศร้าไอกาโดยพิมุนหนูเต้ให้เนียงกระจับดำสบายจัดเต้าผังได้ให้จังสูตรแท้ฟูริยานั้นกวาดระเบิดไว้บานเจียมันมาโฮบบ้านชีมือหนึ่งมีโซโน่บานจังฟูริยาสับไงนี้กวาดนึงบานเฟื่องกางเงียแต่ดาบแต่ด้วมันนั่งเจียเฟื่องกางเงียไอครั้งหนูเต้ดำใบสันสอมลอยให้การเฟื่องการบากวนกับบานเฟื่องกวาดชื่อได้ชื่อเชิงเด็กมันกรุบกรอนผังได้อันจังเปแต่ดอกเปกำหนดมวยนั่งลอยกับบานกรุบจุ่มนวลจังลอยนี่ประหารเจียฟูริยาระบายยืนนั่งจองอุปกรณ์เอามีโซโน่ดำใบเอาเนี่ยนั่งตัดทริปจมูกหนึ่งกวาดได้จังนะจังกวาดกับบ้านมาจุบจมูกหนึ่งครูมาสกี้แต่ครูมาสกี้สมเปล30 นาทีนี่ยัยจมูกหนึ่งมีโซโน่มาแพลดอันจังเลยครูมาสกี้นั่งเมนโกบ่มน้องจองจุยเอามีโซโน่เตาสตาร์ดีทริปจมูกหนึ่งปูกวาดบ้านได้ปันใต้มีโซโน่มีตุนที่ขนมกาจีเนี่ยเรียบจอมการวิธีเองจังนะจังเป็นเนียนเต้าเนียงบาดจำนายเลยหนูเต้ปันใต้มีโซโน่หาโดยจีมันจองเฟื่องแบบนี้ไล่แต่ลูกครูมาสกี้กับบ้านปรับแทนมันไอเต้พระองค์กรแต่จิตเสรีโนวิเชียไลปนนอโดยเฉพาะพระองค์มันบาดมีนจัดขมาเอียนกรอนแต่เกจุยปนิดโดยจีมันดูทมูจำนวนเต้อันจังกวาดกับบ้านได้อย่างไอกับบ้านมีโซโน่ได้เฟื่องออยฟูริยาบอกยืนนั่งกวาดจังอวดเชียมแต่มาดอนแต่ออกนี่คำเฟื่องการลังแต่ดาบแต่ดูหำซ้ำลอยจองจุยมีโซโน่ออยหมกสตาร์ดีทริปอย่างบ้านแต่ลูกครูมาสกี้บ้านเฟื่องมุนต่อให้อันจังฟูริยาบอกยืนมีนแต่โชยมตึกพเนกลีเพลียงดีเต้าลูกไปยุบนั่งฟูริยากวาดกับบ้านดาวมกแต่งซ้ำกับบ้านโจกจังมีโซโน่คืนจังเนียงบร้อมเนียงกับบ้านฟูริยานั่งหมกแต่ระบอดเนียงดับใบชีบาเองจังนะเล็บทำเล็บไอเต้าเป็นแต่ฟูริยาเนอแต่เรื่องแต่ตึงแต่มีโซโน่ข้างเหม็นเต้นทำใบชื่อเอาเกจุยไม่ก่อใจแต่บดอยคลุนจังอันจังฟูริยากับบ้านโจตัวเล็บทำเล็บไอในขนมแต่ระบอดมีโซโน่เต้าบรรทอปีนุฟูริยากับบ้านปแต่คืนดูทอดเอาปุกกับระบอดมีโซโน่ได้กวาดนั่งเมียนมุกเสียงหลอกรูมาสกี้ข้างเหม็นเต้นบรรทอมันนั่งมีโซโน่ก่อนใหญ่ทางแม่ได้เฮ้ยนี่ก็บอกห้างตึกมุกย่อมย่างตัวจักตัวจองแต่มาดองอ้อยแต่เตะตรงชมูหลอกรูมาสกี้จังนะจังไงฟูริยากวาดข้างกวาดนั่งกับบ้านปรับมีโซโน่แท้มีโซโน่เนียงมันกูนะทัวตึกมุกแบบนั่งตัดดับบรอดเตยไล่จังไงนั่งฟูริยานั่งกับบ้านเอาเนียงเราไปเอาจากนั้นเนียงช่างบรรทอปีเอารุ่ยกวาดกับจองทำเนียงบรรแต่ทำบ้านได้กวาดนั่งชื่อคลังไปกับบ้านเดย์สันหลับเต้าหายเดย์นั่งเดย์เอาได้ระบอกมีโซโน่บอกยืนนั่งโฮตุลประเทศบรรทอปีนุฟูริยากับบ้านตลอดหมกเตี้ยระบอกกวาดเดย์ยังสบายดีๆเป็นเต้าบ้านเดย์กันได้เกมมายบตุลเปลือยยังกัดหมกดอลมีโซโน่เว้งไปเดี๋ยวนี้จริงมันปิดแจ้งกับบ้านจูบจมูกนั่งมาจับบอมนอระบอกเนียงให้มาจับบอมนอระบอกเนียงนั่งโยกเรื่องได้กวาดบ้านเคยแท้ฟูริยานั่งกวาดบ้านเฟื่องการซ้อมลุยดำใบอ่อยมีโซโน่บ้านตัดติบได้นู้หมกปรับเนียงแต่กวาดบ้านใหญ่ชั่วแปะฟูริยานั่งเต้ควันระเบียบท่าซองซาระบอกเนียงตอนจังมีโซโน่เนียงชงอได้ซองซามุยน่าเจเนียงดังแต่เนียงเมียนซองซาอ๋อให้ก็ชงอทำจับบอมนอไม่ก็โยหึงยังแผลเนียงบรรทอปีนุสตาร์ดีทริปนั่งก็ตราบานจับประดามการล่างย่างสบายดีๆบ้ากรุบซอถึงอ๋อเลยนี่เลยดูจำอันนี่จำอันนู่นจังเต้าจำในไอฟูริยาระบอกยังวิ่งมาลุยมือแต่มีโซโน่กดบรรทอปีนุก็มีการเล่นเกมจมคณีมุ้ยให้เกมนุกก็ดาวเวนได้มีโซโน่นั่งรวมจมูกกรูมาสกีนั่งเต้าถาวคณีอันจังเฮยนั่งฟูริยาระบอกยังนั่งตกครวนบานเต้แต่มันเพี้ยนั่งหามคอดกับหมอยทเวฟเด็กได้อันจังลูกกรูมาสกีนกับบานโชว์ตัวมุกจมูกนั่งมีโซโน่ให้กอดกับบานทับได้กอดจำนวนทับมีโซโน่เต้าบ้าให้ไว้กับเต้าบ้านเหมือนจอบจำในไอฟูริยาระบอกยังวิ่งกอดเหงื่อเพยข้างหน้ามันเพี้ยระบอกกอดนั่งก็หาวมาจมคณีให้บานปรับฟูริยาทายุคนี้หนึ่งเมียนการดาวกับซานนกนงเปรย์กันดายุบซองเปรย์ยังจังเต้าให้ทว่าอย่างนั้นก็ร้อยฟูริยาเต้าแต่ได้จมูกนั่งมีโซโน่แต่ปีนี้อ่อยบ้านลูกดาวเปลยุบหลังนั่งก็เต้าบ้านใจกลมคณีทว่าการดาวคงเปรย์จังฟูริยาระบอกยังนั่งมาเป็นยับอย่างเลื่อนแต่มาดองต่อการได้มีโซโน่ดาวโจตกคงเปรย์แต่ปีนี้เปรย์เดดาวบ้านตกคงเปรย์ดิ้งเช่าเหมือนเต้นนั่งฟูริยาระบอกยังนั่งกอดกระจองซาพิบสแน่แต่กว่าได้ไม่บอปีเสาได้จังกอดเหียงอูให้เหียงยอมมอดได้ดังใหญ่มาใหญ่จังซับแต่ดาวตัวจิตมีโซโน่จังก็น่าให้จังทับมีโซโน่ยกแต่มาดองจังได้มีโซโน่เนี่ยก็บ้านดาวเก็ตให้เนี่ยคอมใหญ่เวียงดานแท้ยังโดยจิมเวงเพลย์ฟูริยาต่อฟูริยากอดจักเปิลมือจ่อมือล้างก็มีลำทางเวงนั่นจังกอดเต้าจิพีสลันสลาวไกลหนึ่งจังเต้าแต่ไปกอดพีแต่ไอ้เนี่ยกอดบ้านปรับมีโซโน่แท้นั่งให้มีโซโน่กับพีไอ้สำรวจร้อมบนแต่มีโซโน่กับบ้านตอบตัวเองแท้ขยันวัดพีแต่เมื่อตลกดูจิพีจริงขยันไหมเนี่ยบรรทอว่าปูเกกับบ้านได้จอดาล้างก็มาดาวเวียสมามุ้ยให้กระไหลนั่นคือกุยคืนกายสารเหมือนเต้นจังให้ปูเกกองกุยนตินู้แต่ปีเนี่ยเป็นกุยซอกจังเต้ามีโซโน่นั่นก็บ้านปรับฟูริยาเตะตรงจ้าบ่มนอร์บอลยังยกเรื่องแดดฟูริยาบอกยังเฟื่อแก่อันจังเนียงบ้านกัดสิกระไดโยไล่ทาตามเปิดตอนนั่งฟูริยาบ้านลุยเฟื่อแก่สันลอยดำใบเฟื่ออย่างน่าอ่อยเนียงบอกเล่นทริปนี้บ้านให้ฟูริยาเฟื่อแต่การเงียบปีบาตีดให้เนียงกับบ้านมันต่อตีดแท้โลกปัจจัยมันดูแดดละงี้ละเงือแม่นปนตายอย่างน่ากระดอยขยมปัจจัยสบายจัดหน้าแดดโลกเฟื่อเรื่องนี้ดำใบขยมนี่ไม่อย่างได้บ้างอันจังสกัดมาเพียงนี้บ้านเฟื่ออ่อยมีโซโน่นั่นมีอารมณ์สบายดีอันจังให้ฟูริยากับบ้านปรับมีโซโน่ตัวเองแท้ก็จังโยเปียได้กวาดสารพิบปรับเนียงแต่งอ่อนนั่งโยกตลอดมาเว้งผู้ไอ้เปียแต่งอ่อนนั่งวิเคมีนไปยาวเต้สำคัญคือสกัดมาเพียบไว้ได้เวียนไปยาวผู้สกัดเพียบได้กวาดบานชีย
មធ្វើដើម្បីសំលុយឲ្យមីសូណូទៅធ្វើមីសូណូសប្បាយចិត្តពិតមែនបាននិយាយទៅគឺវាអញ្ចឹងឯងធម្មតាយើងសារភាពប្រាប់គេតែសកម្មភាពយើងអត់បង្ហាញថាយើងស្រឡាញ់គេហងគេមកចាប់អារម្មណ៍យើងបន្ទាប់ពីនោះយើងឃើញថា Furia រួមជាមួយនឹងមីសូណូហាក់ដូចជាកាន់តែស្និទ្ធស្នាលជាមួយនឹងគ្នាទៅស្និទ្ធស្នាលទៅហើយអញ្ចឹងចប់ពីទីបយើងឃើញថាការប្រឡងក៏បានបញ្ចប់ហើយលទ្ធផលក៏បានចេញមកដែរហើយ Furia គាត់ហាក់ដូចជាបានលទ្ធផលល្អប្រសើរជាងមុនដោយសារតែគាត់នឹងព្យាយាមរៀនហើយមីសូណូក៏ហាក់ដូចជាសប្បាយចិត្តជំនួស Furia ផងដែរប៉ុន្តែក៏មានដំណឹងអាក្រក់មួយគឺលោកគ្រូ Masaki នឹងសម្រេចចិត្តចាក់ចេញពីសាលានេះហើយដោយសារតែគាត់នឹងមានបញ្ហាគ្រួសារអញ្ចឹងដំណឹងនេះបានធ្វើឲ្យមីសូណូរបស់យើងនឹងពិបាកចិត្តភ្លាមតែម្ដងអញ្ចឹង Furia ពិតជាមានការបារម្ភមែនទែនពីព្រោះមីសូណូរៀងភ្លឹកដូចជាអត់មានព្រលឹងនៅក្នុងខ្លួនអញ្ចឹងហើយចាប់ផ្ដើមស្ងប់ស្ងាត់អត់សូវមាត់អត់សូវកដូចពីមុនអញ្ចឹងតើអញ្ចឹង Furia របស់យើងគាត់ក៏ពិបាកចិត្តដូចគ្នាគាត់មកអង្គុយហូបអីជាមួយនឹងភ័ក្ររបស់គាត់អញ្ចឹងទៅ Furia គាត់អង្គុយសាយផងហូរទឹកភ្នែកផងចំណែកឯក្រុមមិត្តភ័ក្តិរបស់ Furia ដឹងថា Furia គាត់ពិបាកចិត្តរឿងស្នេហាអញ្ចឹងពួកគេក៏បន្លំជាសើចដែរកុំឲ្យ Furia នឹងមានអារម្មណ៍អៀនខ្មាស់និយាយទៅ Furia នឹងគាត់ស្រឡាញ់មីសូណូប៉ុន្តែបន្ទាប់ពីឃើញមីសូណូពិបាកចិត្តដោយសារតែលោកគ្រូ Masaki Furia នឹងគឺគាត់អត់ចង់ឲ្យមីសូណូនឹងពិបាកចិត្តអញ្ចឹងទេគាត់ចង់ឲ្យមីសូណូនៅជួបជាមួយលោកគ្រូ Masaki ទៅវិញនិយាយទៅបានន័យថាស្រឡាញ់គេចង់ឲ្យគេសប្បាយនឹងចរិតរបស់ Furia ទោះមិនបានជួបគ្នាជាមួយគាត់ក៏មិនអីដែរក្នុងលក្ខខណ្ឌអីក៏ដោយនៅថ្ងៃមួយនឹងមីសូណូក៏បានយកផ្កាមកអង្គុយកន្លែងដើមឈើដែលឪពុករបស់នាងគូហើយនាងក៏បានយំត្អូញត្អែថាគ្រប់មនុស្សដែលនាងស្រឡាញ់គឺតែងតែចាក់ចេញពីនាងតើនាងត្រូវតែនៅម្នាក់ឯងឬមួយក៏យ៉ាងម៉េចអញ្ចឹងហើយសម្ដីទាំងអស់នោះ Furia របស់យើងនឹងគឺលួចស្ដាប់ឮទាំងអស់ហើយគាត់ពិតជាអាណិតមីសូណូខ្លាំងមែនទែនអញ្ចឹងនៅថ្ងៃមួយនឹង Furia របស់យើងក៏បានមកនិយាយជាមួយលោកគ្រូ Masaki ដោយ Furia និយាយថាគាត់នឹងចង់ខ្លាចជាលោកគ្រូ Masaki ព្រោះអីនៅពេលដែលគាត់នឹងមានអាយុចំណាស់ប្រហែលលោកគ្រូ Masaki ទៅគឺ Furia របស់យើងនឹងគាត់អាចធ្វើអ្វីក៏បានដែរដូចជាលោកគ្រូ Masaki ដើម្បីថែរក្សាមនុស្សដែលខ្លួនស្រឡាញ់ប៉ុន្តែចម្លើយរបស់លោកគ្រូ Masaki គឺគាត់ឆ្លើយថាចេះទៅវិញអញ្ចឹងឡើយនឹងសូមលាក់សិនចាំចិត្តចាប់ចាំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងនៅថ្ងៃស្អែកគឺជាថ្ងៃដែលលោកគ្រូ Masaki ត្រូវលាសិស្សទាំងអស់អញ្ចឹងហើយ Furia របស់យើងគាត់ក៏រៀបចំខ្លួនចេញមកស្រាប់តែមីសូណូនឹងឈឺធ្ងន់ខ្លាំងមែនទែននិយាយទៅនាងហាក់ដូចជាផ្ដាសាយធំឲ្យក្តៅខ្លួនខ្លាំងឈឺក្បាលឈឺអីចង់សន្លប់អីចឹងណាបន្ទាប់មកនឹងនាងក៏បានស្រែកយំខឹងខ្លួនឯងថានាងគឺតែងតែអញ្ចឹងនាងមិនដែលបញ្ជាក់ថានរណាមួយមានសារៈសំខាន់ចំពោះនាងនោះទេនាងតែងតែលាក់និយាយទៅគាត់វែងវាន់អញ្ចឹងគាត់ចេះតែនិយាយញ៉ៃអញ្ចឹងណាហើយគាត់ក៏និយាយតាក់ទងនឹងរឿងឪពុករបស់គាត់ទៀតអញ្ចឹងកាលពីនៅក្មេងហ្នឹងគឺគាត់បានឆ្លោះជាមួយនឹងឪពុករបស់គាត់ហើយគាត់អត់ទាន់បានសុំទោសទេតែឪពុករបស់គាត់នឹងបែរជាស្លាប់មុនគាត់នឹងចង់សុំទោសទៅទៀតដែលធ្វើឲ្យគាត់មានការសោកស្ដាយអញ្ចឹងពេលនេះគឺគាត់ចង់ឲ្យ Furia របស់យើងនឹងទៅសាលារៀនទៅកុំបារម្ភពីនាង Furia គាត់ក៏ទុកទូរស័ព្ទឲ្យនៅនឹងថាបើមានបញ្ហាអីទេហៅអីអញ្ចឹងណាហើយ Furia ក៏បានចាក់ចេញដើម្បីទៅលាលោកគ្រូ Masaki ជាលើកចុងក្រោយអញ្ចឹងឥឡូវនេះយើងឃើញថាលោកគ្រូ Masaki កំពុងតែឡើងថ្លែងសន្ទរកថាហើយគាត់បាននិយាយសម្ដីមួយថាអញ្ចេះគាត់សង្ឃឹមថាសិស្សទាំងអស់នឹងព្យាយាមតស៊ូដើម្បីគោលដៅរបស់ខ្លួនដែលបានកំណត់អញ្ចឹងហើយ Furia របស់យើងគាត់ក៏បាននឹកឃើញគោលដៅរបស់គាត់គឺគាត់ចង់ធ្វើយ៉ាងណាឲ្យមីសូណូនឹងសប្បាយរីករាយក្នុងជីវិតរបស់នាងហើយ Furia គាត់ក៏បាននឹកឃើញដល់ថ្ងៃដែលខ្លួននឹងប្រាប់លោកគ្រូ Masaki ថាខ្លួននឹងចង់ខ្លាចជាលោកគ្រូ Masaki ដែរព្រោះពេលដែលយើងខ្លាចទៅជាមនុស្សពេញវ័យទៅយើងអាចនឹងការពារមនុស្សដែលយើងស្រឡាញ់បានប៉ុន្តែលោកគ្រូ Masaki បានប្រាប់ថាអញ្ចេះទោះបីជាយើងជាមនុស្សពេញវ័យក៏ដោយក៏យើងមិនអាចធ្វើអ្វីតាមចិត្តយើងបានដែរអ្វីដែលយើងត្រូវធ្វើនោះគឺជាការសម្រេចចិត្តប៉ុណ្ណោះហើយគាត់បានប្រាប់ Furia ថាមានតែយើងដែលជាមនុស្សវ័យក្មេងនេះទេទើបអាចមានសមត្ថភាពធ្វើរឿងអ្វីក៏បានអញ្ចឹងចង់ធ្វើអ្វីធ្វើឲ្យលឿនទៅតាន់យើងនៅក្មេងដូច្នេះហើយ Furia របស់យើងនឹងគាត់ក៏នឹកឃើញសម្ដីទាំងអស់នោះហើយក៏បញ្ញារត់មកកាន់ផ្ទះមីសូណូ Furia ក៏បានសួរមីសូណូថាតើមីសូណូនឹងចូលចិត្តលោកគ្រូ Masaki ឬបើសិនជាចូលចិត្តនាងទៅតែសារភាពប្រាប់មនុស្សសំខាន់នោះថានាងមានអារម្មណ៍យ៉ាងម៉េចចំពោះគាត់ហើយ Furia ដឹងថាមីសូណូនាងឈឺធ្ងន់ខ្លាំងណាស់ប៉ុន្តែនេះគឺជាឱកាសចុងក្រោយរបស់នាងដើម្បីសារភាពនៅអារម្មណ៍ពិតរបស់នាងទៅកាន់មនុស្សសំខាន់ម្នាក់ដែលនាងចូលចិត្តនាងចាប់អារម្មណ៍នាងគោរពអីចឹងទៅអញ្ចឹងហើយ Furia ក៏បានជួយមីសូណូស្លៀកពាក់មកហើយដើរទាំងទៅដាប់ទៅដួសពិតជាពិបាកខ្លាំងមែនទែនដើម្បីមកសារភាពថានាងនឹងស្រឡាញ់លោកគ្រូ Masaki អញ្ចឹងណាអញ្ចឹងនេះគឺជាគោលបំណងរបស់ Furia ព្រោះគាត់ចង់ធ្វើយ៉ាងណាក៏ដោយឲ្យមីសូណូសប្បាយចិត្តភ្លាមនោះមិត្តភ័ក្តិរបស់ Furia ក៏បានមកជួយ Furia ដូចគ្នាផងដែរបាទពិតជាកំសត់ឲ្យល្អមើលមែនទែនគឺពួកគេនឹងបានដាក់រទាអូសមីសូណូនឹងមកសារភាពប្រាប់លោកគ្រូ Masaki ហើយពេលដែលអូសរទានឹងពិតជាយ៉ាប់មែនទែនហើយអូសដល់កន្លែងមួយក៏របូតកង់ទៀតដល់អញ្ចឹងហើយ Furia របស់យើងក៏សម្រេចចិត្តអ៊ីវមីសូណូយ៉ាងទៅដាប់ទៅដួសឡើងទៅលើរថភ្លើងហើយជិះទៅតាមស្វែងរកលោកគ្រូ Masaki ហើយរកក៏រកងាយឃើញទៀតបាទហើយតទៅពេលរកឃើញអញ្ចឹងហើយមីសូណូក៏បានដើរមកជិតលោកគ្រូ Masaki យ៉ាងទៅដាប់ទៅដួសប៉ុន្តែក្នុងរយៈចម្ងាយប៉ុណ្នេះ Furia របស់យើងស្ដាប់អត់ឮថាពួកគេទាំងពីរនឹងនិយាយអីទេចំណែកឯមីសូណូវិញក៏បានសារភាពប្រាប់លោកគ្រូ Masaki ថានាងធ្លាប់ចូលចិត្តគាត់អញ្ចឹងបានន័យថា
ធ្លាប់ឯមិនជាពេលបច្ចុប្បន្នទេអ្នកទាំងអស់គ្នាហើយនាងក៏បានប្រាប់ថាដោយសារតែអារម្មណ៍នាងធ្លាប់ចូលចិត្តគាត់នេះហើយដែលធ្វើឲ្យនាងខំតស៊ូចម្ងាយណាចម្ងាយណីមកប្រាប់គាត់អញ្ចឹងលោកគ្រូម៉ាសាគីគាត់ពិតជាសប្បាយចិត្តមែនទែនដែលគាត់អាចធ្វើឲ្យមីសូណូរបស់យើងនឹងអាចជ្រើសរើសផ្លូវមួយដែលនាងចង់ដើរព្រោះវាមិនមែនងាយព្រោះដោយសារតែចរិតមីសូណូគឺជាអ្នកដែលចូលចិត្តលាក់អារម្មណ៍របស់ខ្លួនបន្ទាប់មកលោកគ្រូម៉ាសាគីនឹងក៏បានដើរចាក់ចេញពីទីនោះទៅចំណែកឯហ្វូរីយ៉ាវិញគាត់បែរជាគិតថាប្រហែលជាលោកគ្រូម៉ាសាគីនឹងអត់ស្រឡាញ់មីសូណូទេបានជាដើរចាក់ចោលនាងទៀតហើយតោះអញ្ចឹងហ្វូរីយ៉ាក៏បានមកអោបមីសូណូពីក្រោយហើយនិយាយថាឥឡូវនេះខ្លួនចង់ធ្វើជាឪពុកនាងក៏បានធ្វើជាបងប្រុសនាងក៏បានធ្វើជាឆ្កែនាងក៏បានដែរឲ្យតែនាងនឹងពុំពិបាកចិត្តបន្ទាប់មកនឹងមីសូណាក៏បានតបទៅវិញថាខ្ញុំស្រឡាញ់លោកគ្រូម៉ាសាគីនឹងគឺមិនមែនដូចជាសង្សារទេតែខ្ញុំស្រឡាញ់គាត់ដូចជាឪពុកអញ្ចឹងហើយហ្វូរីយ៉ាឯនេះហើយដែលធ្វើឲ្យខ្ញុំយល់ពីអារម្មណ៍នេះច្បាស់រួចហើយនាងក៏បានងាកមករកហ្វូរីយ៉ាហើយនិយាយថាលោកប៉ាខ្ញុំនឹងលងស្នេហ៍ជាមួយនឹងហ្វូរីយ៉ាហើយហ្វូរីយ៉ាគាត់ភ្ញាក់ផ្អើលតោះអញ្ចឹងនាងបញ្ជាក់ប្រាប់ម្ដងទៀតថាខ្ញុំស្រឡាញ់លោកហ្វូរីយ៉ាអញ្ចឹងមីសូណូនាងអៀនពេកនាងក៏ដើរចាក់ចេញពីនេះទៅចំណែកឯហ្វូរីយ៉ាគាត់អត់ជឿថានឹងជាការពិតទេតែមីសូណូបានប្រកាសថាមែនគឺខ្ញុំលងស្រឡាញ់លោកហើយអញ្ចឹងហើយហ្វូរីយ៉ារបស់យើងក៏បានថើបមីសូណូមួយខ្សើទៅហើយរឿងរបស់យើងគឺ slash ត្រឹមតែប៉ុណ្ណេះបាននិយាយទៅរឿងហ្នឹងគឺចង់ប្រាប់ឲ្យយើងដឹងថាចរិតដូចហ្វូរីយ៉ាហ្នឹងបែរជាគ្នាយើងមើលទៅគាត់ហ្នឹងហាក់ដូចជាគួរឲ្យអាណិតគួរឲ្យកំសត់អីអញ្ចឹងហើយតែអត់ទេអ្វីដែលគាត់ធ្វើហ្នឹងគឺគាត់ធ្វើដើម្បីមនុស្សគាត់ស្រឡាញ់ទោះជាគាត់មិនបានជួបមនុស្សហ្នឹងក៏ដោយក៏គាត់នៅតែសប្បាយចិត្តដែរចំណែកឯមីសូណូផ្ទាល់ហ្នឹងវិញគឺជាប្រភេទមនុស្សដែលចូលចិត្តលាក់អារម្មណ៍របស់ខ្លួនឯងហើយនិយាយទៅគឺអត់ចង់ឲ្យគេដឹងថានាងគិតអីនោះទេអញ្ចឹងការលាក់អារម្មណ៍បែបនេះអាចនឹងធ្វើឲ្យយើងមានការស្ដាយក្រោយនៅរឿងជាច្រើនជាក់ស្ដែងដូចជារឿងដែលឪពុករបស់នាងស្លាប់នាងមិនបានសុំទោសហើយជាក់ស្ដែងដូចជារឿងដែលនាងចូលចិត្តលោកគ្រូម៉ាសាគីដែរតែនាងអត់បានប្រាប់គាត់អញ្ចឹងការប្រាប់ពីអារម្មណ៍របស់យើងមិនមែនជារឿងខុសទេគ្រាន់តែប្រាប់ថាយើងចូលចិត្តនរណាម្នាក់ស្រឡាញ់ណាម្នាក់ហ្នឹងគេមិនស្រឡាញ់យើងអត់ទៅគ្រាន់តែជារឿងគេតែយើងគ្រាន់តែប្រាប់អញ្ចឹងណាវាគឺចង់ប្រាប់យើងអញ្ចឹងបាទអញ្ចឹងរឿងរបស់យើងគឺមានតែប៉ុណ្្នឹងអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe ដាក់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទាន់ចិត្តដូច្នេះខ្ញុំរិទ្ធសូមអរគុណសូមជម្រាបលា